ជំរាបសួរបងប្អូនទាំងអស់គ្នានេះជារបៀបធ្វើបុកសណ្តែកគួរត្រីឆ្អើរចាំមុខម្ហូបសាមញ្ញទេបងប្អូនមិនតែជាម្ហូបចុះបាយបងប្អូនពីព្រោះយើងហូបជាមួយបាយក្តៅគឺថាឆ្ងាញ់មែនទែនចាដំបូងនេះខ្ញុំយកសណ្តែកគួរមកហាន់ប្រវែងមួយថ្នាំងដៃបងប្អូនហើយសណ្តែកគួរហ្នឹងយកថ្លោះតិចមកទៅវាផ្អែមឆ្ងាញ់ហើយម្ទេសនេះខ្ញុំដាក់ម្ទេសម៉ាឡេលាយជាមួយនឹងម្ទេសដៃនាងហើយម្ជូរនេះខ្ញុំដាក់ម្ជូរក្រូចឆ្មាហើយត្រីឆ្អើរនេះខ្ញុំយកត្រីឆ្អើរអណ្ដែងបងប្អូនពីព្រោះត្រីអណ្ដែងវាមានសាច់ច្រើនណាបើយើងយកត្រីឆ្អើរប្រភេទត្រីរៀលត្រីអីនេះវាឆ្អឹងច្រើនហើយវាអត់សូវសម្បូរសាច់ទេណាចាប់ពេលដែលខ្ញុំបេះសាច់វារួចរាល់ហើយខ្ញុំយកវាទៅរំលីងនៅលើភ្លើងឲ្យវាឈ្ងុយម្ដងទៀតដែរបងប្អូនពីព្រោះត្រីឆ្អើរកាលណាយើងអត់រំលីងទេវាអត់ឈ្ងុយទេហើយត្រីឆ្អើរខ្លះតែញមកប៉ះផ្អួអញ្ចឹងណាចឹងខ្ញុំរំលីងឲ្យវាឈ្ងុយបន្តិចសិនមករួចហើយចាក់វាដាក់នៅក្នុងចានមួយសិនឥឡូវនេះខ្ញុំមកបុកខ្ទឹមសនិងម្ទេសវិញម្ដងហើយពេលដែលបុកនេះខ្ញុំដាក់អំបិលកន្លះស្លាបព្រាកាហ្វេប៊ីចេង1ស្លាបព្រាកាហ្វេហើយម្សៅស៊ុបសាច់មាន់1ស្លាបព្រាកាហ្វេតមកបុកឲ្យខ្ទឹមសហើយនិងម្ទេសហ្នឹងវាបែកសិនមករួចទឹកនេះខ្ញុំបន្តដាក់ស្ករត្នោតកន្លះស្លាបព្រាបាយហើយប្រហុកអាំងឆ្អិនហ្នឹងចំនួន1ស្លាបព្រាបាយរួចបុកវាបន្តទៀតមកបើបងប្អូនមិនមានស្ករត្នោតដាក់ស្ករសក៏បានដែរណាហើយប្រហុកអាំងបងប្អូនចូលចិត្តហូបប្រហុកឆៅក៏អាចដាក់បានដែរប៉ុន្តែនេះខ្ញុំដាក់ប្រហុកឆ្អិនណាតបមកដាក់ត្រីឆ្អើរហើយនិងសណ្តែកដីលីងចូលមកហើយសណ្តែកដីលីងនេះដាក់ទៅឈ្ងុយណាបងប្អូនតពីបុកត្រីឆ្អើរនិងសណ្តែកដីលីងបានបាយល្មមហើយនឹងខ្ញុំបន្តដាក់សណ្តែកគួរចូលតែម្ដងរួចបុកឲ្យសណ្តែកគួរហ្នឹងវាបែកមកបងប្អូនទៅវាចូលជាតិណាតមកទៀតនេះខ្ញុំដាក់ក្រូចឆ្មាចូលតែម្ដងហើយក្រូចឆ្មាបងប្អូនលៃលោកតាមចំណង់ចំណូលចិត្តណាហើយបន្តបុកច្បល់រហូតតតែស្ដាយគួរនោះវាចូលជាតិបានល្អសិនមកតើនេះខ្ញុំដាក់ជីរណាហើយជីរណានេះខ្ញុំកាត់វាខ្លីៗបងប្អូនហើយជីនេះខ្ញុំប្រើជីមួយមុខទៀតគឺជីស្ពណ៌ត្រីតទៅដាក់ជីពីរមុខនឹងហើយគ្រាន់តែច្បល់វាទៅមិនបាច់បុកទេណាបងប្អូនចាតែប៉ុណ្ណឹងរួចរាល់ហើយទំនងមែនតើអញ្ចឹងបងប្អូនអាចធ្វើហូបបានមុខនេះគឺងាយស្រួលធ្វើទេបងប្អូនមិនតែរសជាតិគឺថាឆ្ងាញ់តែម្ដងចាអញ្ចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងចាសសូមអរគុណសូមជម្រាបលា